នៅល្ងាចម្សិលមិញនេះនៅអគារមូលនិធិអាស៊ីចិត្តផ្សារដើមគោមានរៀបចំពិធីសម្ពោធសមាគមមូលនិធិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា AIF និងការចុះហត្ថលេខាលើអនុស្សរណៈភាពជាដៃគូអភិវឌ្ឍរវាងក្រុមហ៊ុន ICA EPC និងក្រុមហ៊ុន AIF ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាអ្នកផ្ដល់នៅសេចក្តីទុកចិត្តរបស់ខ្លួនចំពោះអតិថិជនថ្លែងក្រោយចុះហត្ថលេខារួចលោកហួតសុវណ្ណប្រធានមូលនិធិអាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថាគោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានៅក្នុងថ្ងៃនេះគឺជាគោលបំណងមួយដើម្បីថែរក្សានៅផលប្រយោជន៍សម្រាប់អ្នកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានិងនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីលោកបានបញ្ជាក់ថាការចុះអនុស្សរណៈនេះគឺដើម្បីថែរក្សាការពារនិងទទួលខុសត្រូវចំពោះការដាក់ប្រាក់របស់ប្រជាជនទូទៅលោកបានបន្តទៀតថានេះគឺជាការចាប់ផ្ដើមដំណើរការនៅគម្រោងអភិវឌ្ឍផ្សេងៗដែលផ្ដោតសំខាន់ទៅលើវិស័យពីរសំខាន់គឺការផ្ដោតទៅលើវិស័យសុខាភិបាលតាមរយៈការជួយជ្រោមជ្រែងពីវិស័យឯកជនក្នុងការអភិវឌ្ឍផ្សេងៗនិងទី2ការជ្រោមជ្រែងទៅលើវិស័យអប់រំក្នុងការផ្ដល់ជូននៅសម្ភារៈសិក្សាការកសាងសាលារៀនដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀតជាមួយគ្នានោះដែរក្រុមហ៊ុន EBC បានបង្កើតឡើងនៅក្នុងទីក្រុងហុងកុងនិងទទួលស្គាល់ដោយរដ្ឋាភិបាលហុងកុងជាមួយគ្នានេះផងដែរក្រុមហ៊ុនបានកំពុងពង្រីកខ្លួននៅទូទាំងអាស៊ីលោកបានបន្តទៀតថាកម្ពុជាជាប្រទេសដែលមានសក្តានុពលក្នុងការវិនិយោគទៅលើវិស័យនេះជាហេតុធ្វើឲ្យក្រុមហ៊ុនរបស់ប្រទេសហុងកុងបានចាប់យកប្រទេសកម្ពុជាក្នុងការឈរជើងហើយនឹងបន្តនៅក្នុងប្រទេសក្នុងតំបន់អាស៊ីបន្ថែមទៀត